Và số đây bóng ôn ở kiaថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអរគ្នាអំពីរបៀបបំលែងវីដេអូភាសាចិនមកនិយាយភាសាខ្មែរដោយប្រើ AI ចាឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅទាំងអស់គ្នាដំបូងបងប្អូនចូលទៅ download វីដេអូពី website ចិនមួយមកហើយខ្ញុំប្រើ Chrome នេះខ្ញុំបើក Chrome យើងចេញ website ណាមួយមកដាក់បន្តិចដូចយើងដូចយើងនេះវីដេអូអីក៏បានដែរតែបងប្អូនចង់បកប្រែអញ្ចឹង不造你也滚，娘的，不想跑，没想，那你快快跑，我就看到。他用他给那个楼主用就是他，大胆狂徒，见刺史大人竟敢不跪。video video នេះចា刺史大人银夜គេ download 房ឧទាហរណ៍ 有何 បង 贵 ប្អូន 干 យកវីដេអូណាក៏យកទៅតែខ្ញុំយកវីដេអូនេះមួយចេញ 你 ទៅ 这是明知 នេះ 故 មក 问吗？ IDM ហើយបានហើយនេះវីដេអូបន្តមកទៀតយើងចូលទៅmình bật off យើងចូលទៅកម្មវិធីមួយទៀតឥឡូវខ្ញុំប្រើកម្មវិធី CapCut តែនេះខ្ញុំអត់បានទិញ license ទេខ្ញុំប្រើ free តែវា export អត់បានទេចាំមើលខ្ញុំផ្សាយឲ្យបងប្អូនមើលនេះបានហើយយើងចុច create project មកវិធីនេះវាលឿនតែវាគិតលុយចាំមើលខ្ញុំសាក import video នេះចូលខ្ញុំដាក់នៅក្នុង download ចុចមកនេះ download ចុច import វាមកខ្ញុំអូវាតម្លាក់មកហើយដើម្បីយក subtitle បានយើងចូលទៅនេះហើយយកនេះត្រូវហើយយកអូតូហើយមិនទៅទេចុច generate អានេះវាគិតលុយអញ្ចឹងយើងទិញ license វាបានយើងប្រើបានចំណេញខ្ញុំប្រាប់ពីរបៀបដែលយើងប្រើដោយមិនអស់លុយយើងអាចយក subtitle ដោយមិនអស់លុយដោយប្រើកម្មវិធីដូចគ្នាប្រើកម្មវិធី CapCut ដូចគ្នា export នេះបងប្អូនឃើញទេវាគិតលុយតែយើងទិញ license pro បាន export វាបានអញ្ចឹងខ្ញុំប្រាប់ពីរបៀបមួយទៀតដែលយើងអាចប្រើវាដោយមិនអស់លុយចឹងយើងបិទអានេះវិញមកចុចខ្វែងបិទកម្មវិធីនេះចូលទៅកម្មវិធីទៀតយើងចូលទៅ website មួយដែលឈ្មោះថានេះខ្ញុំបើកកម្មវិធីមួយbrowser មួយចុះខ្ញុំវាយ website ហ្នឹងមកឈ្មោះ CapCut web CapCut web នេះចុច open ហ្នឹងមកនេះបងនេះបងប្អូនបងទាំងអស់គ្នានេះឈ្មោះវាចុចលើហ្នឹងមកចុចលើលេងហ្នឹងមកដល់បើកហើយយើងចុចtry online ចុចលើហ្នឹងចុចខ្ញុំចុចឈ្មោះហើយចុចឈ្មោះជាមួយ Gmail បងប្អូនចុះជាមួយអីជាមួយទៅតែខ្ញុំឥឡូវខ្ញុំចុះជាមួយ Gmail នេះមាន Gmail ក្នុងស្រាប់ដាក់មកចុចលើឈ្មោះ Gmail ចាំមកទៅហើយចាំបន្តិចបចឃើញទេនេះអាចប្រើបានហើយចុច new video មក new video លើហ្នឹងមកនេះយើង import អាវីដេអូដែលយើង download មិញ
Chích click in upload đi mà chích giờ video nàyยัง download មិនមកពចមកបាទចាំតិចចាំឲ្យវា load នេះមើល logo នេះហើយមានន័យថាវាកំពុង upload ឃើញ load cloud នេះចាំវាពេញចាំតិចបាទឥឡូវវីដេអូយើង upload រួចហើយអញ្ចឹងយើងដើម្បីដើម្បីយកសំឡេងដែលជាអក្សរនឹងបានចូលនេះ caption ចុចលើ caption ហ្នឹងមកនេះយក auto caption ផ្លេចមួយហ្នឹងមកនេះពេលខ្លះវាអត់ download មកនេះ Chinese នេះChinese ទៅពេលខ្លះវានៅវាភាសាអង់គ្លេសដាក់អង់គ្លេសតែសំខាន់នេះបងប្អូនយកវីដេអូដែលពីចិនមកភាគច្រើនវានិយាយចិនហើយមែនអត់អញ្ចឹងយកចិនមកតមកចុច generate មកបាទឃើញទេឃើញ easy ហើយក្នុងនេះវាមាន tool មួយសម្រាប់ translate ឲ្យយើងទៀតនេះឃើញអត់នេះចុចលើនោះមកពចហើយចង់ translate ទៅភាសាអីគេនេះបងប្អូនចង់យកភាសាអីក៏បានតែយើងបង្ហាញភាសាយើងនេះភាសាខ្មែរនេះចុចលើនោះមកពចចុច translate ចាំវាតិចទៅវាបកប្រែយើងឃើញអត់ឃើញស្រួលអត់នេះតើមកចុច download មកពចនេះយក file នេះ str file ពឹបឥឡូវយើងបាន file មួយអានេះទុកក្នុង download ដែរនេះ download បន្តមកទៀតយើងប្រើកម្មវិធីទៀតនេះយើងបិទមកត្រូវការតមកទៀតយើងចូលទៅនេះកម្មវិធីមួយនេះឈ្មោះគេនេះ Balabolka នឹងកម្មវិធីហ្នឹងបើបងប្អូនចង់បានខ្ញុំតម្លាក់នៅក្នុងdescription ឲ្យឬក៏បងប្អូន download តាមចូលទៅ download ក្នុង website ក៏បានដែរវាយទៅឈ្មោះវាមក download មកកម្លាំងទៅហើយនេះបើកវាមកនេះតមកទៀតយកពាក្យ tool មកយកនេះYouth Online TTS Service ពចចាំវាតិចនេះវាមកចេញផ្ទាំងនេះហើយនេះបងប្អូនចូលកន្លែងនេះកន្លែង add file នេះទៅរើសកន្លែងfile ដែលយើង download មិញSRT នេះតែយើង download ពីកម្មវិធី CapCut Web ហ្នឹងចុចលើហ្នឹងមកពច open ឥឡូវមកចង់ចំណុចនេះកន្លែងយើងទុកយើងរក្សាដែល file យើងបាន export ទៅយើងចង់ទុកណាឥឡូវយើងទុកក្នុង download នេះទៅស្រួលដាក់ម្ដុំទៀតហើយកន្លែងនេះយកនេះហើយយក MP3 នេះធីកតាមខ្ញុំនេះមកកន្លែងនេះយក140អូមែនកន្លែងនេះ language ខ្ញុំយកភាសាខ្មែរអានេះមាន2នេះមានស្រីមានប្រុសអញ្ចឹងយកប្រុសឈ្មោះគេនេះពិសិដ្ឋនេះហើយមានតែប៉ុណ្្នឹងឯងចុច save មកចាំវាតិចទៅហើយកំពុង translate ឲ្យយើងហ្នឹងនេះទៅចង់
ចំណុចដែលបងប្អូនធ្វើបានគឺcomment នៅក្នុងវីដេអូហ្នឹងមកខ្ញុំប្រាប់ឆាតមកខ្ញុំតបានតែខ្ញុំប្រាប់ហ្នឹងកុំឲ្យថាខ្ញុំបង្ហាញឲ្យបងប្អូនធ្វើកើតនិយាយថាកម្មវិធីនេះគឺ free ទាំងអស់ចាំមើលតិចទៅហើយខ្ញុំយកសំឡេងនេះទៅដាក់នៅក្នុងវីដេអូដែលខ្ញុំ download មកខ្ញុំបិទសំឡេងចិននឹងចោលទៅបានបិទណាយើងឈប់ត្រូវការបិទណាអូខេហើយយើងចូលទៅ CapCut វិញយើងចុច CapCut free ហ្នឹងក៏បានដែរនេះមកប្រើកម្មវិធីអីក៏បានដែរហើយវាយើងកាត់ដែរនេះយក create new create project ចុចលើហ្នឹងមកទីវីដេអូដែលយើង download មកនេះវីដេអូនេះអត់ទាញចូលមកផលិតហើយ import mp3 ដែលយើងនេះវាមិញនេះហើយខ្ញុំ import អាកម្មវិធីគេនោះអាអីបាកាបូកាវិញចុចលើនៅមកអត់ទាញធ្លាក់មកពឹបឃើញគឺស្រួលទេវាមានច្រើនរបៀបតែនេះខ្ញុំបង្ហាញពីរបៀបដែលអត់អស់លុយហើយវាលឿនតែមកយើងជិះបិទអានេះមកបិទសំឡេងចិននេះមកពចបើកតេស្តទៅមើលមនុស្សពេញវ័យគឺគាត់មនុស្សឈួតក្លាហានបានស្រែកថាវាមិនថ្លៃទេនៅពេលដែលគាត់បានឃើញអភិបាលហឹកខ្ញុំមិនដឹងថាតើអាជីវកម្មផ្លូវភេទរបស់អភិបាលបានលួចចូលបន្ទប់បរិសុទ្ធចំណាស់នោះទេតើខ្ញុំអាចធ្វើអ្វីសម្រាប់អ្នកហាំខ្ញុំអាចតាមមកទេបងប្អូនដើម្បីយកទៅបង្ហោះបានយើងចុចលើនេះមកហើយយើងកែកូននេះទៅយើងដាក់កុំឲ្យចុះ copyright ពេលខ្លះវីដេអូខ្លះវាមានចុះ copyright យើងកាត់វាឲ្យដាច់មកនេះក៏ចុច mirror មកហើយយើងក្របអានេះក្របឲ្យដាច់អក្សរចិនក៏បានដែរយើងដាក់ blur លើវាក៏បានដែរតែនេះខ្ញុំត្រប់វាដាច់ស្រួលយ៉ាងនេះឃើញទេបងបាទបងប្អូនចង់ថែមថយទេខ្ញុំថែមថយតាមមុខទៅយើងដាក់ effect ដាក់ filter ឬដាក់ filter ដែរយកណាព្រីមកតើខ្ញុំមិនដឹងសិនខ្ញុំ export វាបងប្អូនចង់ថយតាមណាតាមទៅយើង export មកណាបងមានដល់ 4K ទៀតមានដល់ 8K នេះប៉ុន្តែប្រើតែ 2K ឬក៏ 4K អញ្ចឹងខ្ញុំបង្ហាញខ្ញុំយក 2K នេះមកខ្ញុំប្រើវីដេអូទុកខ្ញុំដាក់ download នេះមកហើយ export មនុស្សពេញវ័យគឺគាត់មនុស្សឈួតក្លាហានបានស្រែកថាវាមិនថ្លៃទេនៅពេលដែលគាត់បានឃើញអភិបាលហឹកខ្ញុំមិនដឹងថាតើអាជីវកម្មផ្លូវភេទរបស់អភិបាលបានលួចចូលបន្ទប់បរិសុទ្ធចំណាស់នោះទេតើខ្ញុំអាចធ្វើអ្វីសម្រាប់អ្នកហាំខ្ញុំអាចជួយអ្នកបានទេតើអ្នកសួរដោយចិត្តណាទេខ្ញុំមិនយល់ពីអត្ថន័យរបស់មនុស្សពេញវ័យទេតើអ្នកឈ្មោះអ្វីបាត់តើប្រជាជននៅទីណាឌីរ៉េនជាងាកមកដោយមញើតរីកានៅផ្ទះបាននិយាយថាឈ្មោះរបស់គាត់គឺហ៊ូយិនគាត់មកពីប៊ីនជូនៅពេលត្រូវបានគេសួរថាមានអ្វីកើតឡើងនៅលីជូឌីរ៉េនជីគ្រាន់តែនិយាយថាគាត់គ្មានអ្វីក្រៅពីបរិសុទ្ធដែរទេបានធ្វើដំណើរជុំវិញនឹងព្យាបាលប្រជាជនព្យាបាលខ្ញុំគិតថាអ្នកមានផែនការមួយទៀតខ្ញុំមិនដឹងថាមនុស្សពេញវ័យគិតថាខ្លួនកំពុងនិយាយអំពីអ្វីទេជាមួយនឹងការសម្ដែងដែលមិនគួរឲ្យមនុស្សពេញវ័យគាត់មិនដឹងពីរបៀបដែលថាវាមិនថ្លៃមានអ្វីត្រូវជាមួយជីវកម្មនៅក្នុងព្រះអាមួយទៀតវា free ដែរតែវាយូរនេះប្រើកម្មវិធីនេះកម្មវិធីស្អីគេភ្លេចឈ្មោះបាត់ហើយបោះ Microsoft នេះកម្មវិធីនេះ Microsoft Clip Charm នេះប្រើកម្មវិធីនេះក៏បានដែរតែវាចំណាយពេលយូរអានេះមិនបើធ្វើតាមខ្ញុំមកលឿនបើបងប្អូនចង់ឲ្យខ្ញុំបង្ហាញពីកម្មវិធីនេះក៏បានដែរចាំខ្ញុំបង្ហាញនៅវីដេអូក្រោយបាទហើយខ្ញុំបើកចូល file អញ្ចឹងខ្ញុំបិទអូចូលមក download មកណាដល់ទៅខមរបស់យើងនេះឈ្មោះវាមក
មនុស្សពេញវ័យគឺគាត់មនុស្សឈួតក្លាហានបានស្រែកថាវាមិនថ្លៃទេនៅពេលដែលគាត់បានឃើញអភិបាលហើយខ្ញុំមិនដឹងថាតើអាជីវកម្មផ្លូវភេទរបស់អភិបាលបានលួចចូលបន្ទប់បរិសុទ្ធចំណាស់នោះទេតើខ្ញុំអាចធ្វើអ្វីសម្រាប់អ្នក ឥឡូវមានតែប៉ុណ្ណឹង ហំខ្ញុំអាចជួយអ្នកបានទេ បើបងប្អូនយកចង់ចំណុចណាអាច comment ក្នុងវីដេអូហ្នឹងមកចាញ់ខ្ញុំបង្ហាញខ្ញុំធ្វើខ្ញុំបង្ហាញតើបងប្អូនអាចធ្វើបានណាបាទបាយបាយជួបគ្នាវីដេអូក្រោយបាទ